ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការសង្ខេបសៀវភៅ The Magic ជូនបងប្អូនទាំងអស់គ្នាសម្ដាប់តាមរយៈ Channel YouTube Jessica Tip ទាំងអស់គ្នាសៀវភៅ The Magic មិនមែនគ្រាន់តែជាសៀវភៅអានធម្មតាទេប៉ុន្តែវាគឺជាកម្មវិធីហ្វឹកវើផ្លូវចិត្តអ្នកស្រី Rhonda Byrne បានបកស្រាយថាមន្តអាគមដែលយើងធ្លាប់ជឿថាមានតែនៅក្នុងរឿងនិទានតាមពិតមាននៅក្នុងជីវិតពិតហើយវាត្រូវបានដាស់ឲ្យរស់ឡើងវិញតាមរយៈអំណាចនៃការដឹងគុណសៀវភៅ The Magic គឺជាសៀវភៅដ៏ល្បីល្បាញមួយរបស់អ្នកស្រី Rhonda Byrne ដែលជាអ្នកនិពន្ធសៀវភៅ The Secret សៀវភៅនេះផ្ដោតសំខាន់ទៅលើអំពីការដឹងគុណដោយចាត់ទុកវាជាគុណសោដ៏វិសេសវិសាលនៅក្នុងការផ្លាស់ប្ដូរជីវិតនេះគឺជាសេចក្តីលម្អិតអំពីសៀវភៅ The Magic ខ្ញុំនឹងសង្ខេបជូនបងប្អូនទាំងអស់គ្នាស្ដាប់ដូចតទៅផ្នែកទី1គឺនិយាយទាក់ទងជាមួយនឹងអត្ថភាពនៃមន្តអាគមផ្លាស់ប្ដូរជីវិតដោយតាមរយៈនៃការដឹងគុណតើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សខ្លះហាក់ដូចជាមានសំណាងពួកគេមានសុខភាពល្អមានទំនាក់ទំនងល្អនិងមានទ្រព្យសម្បត្តិហូរហៀខណៈដែលមនុស្សមួយចំនួនទៀតទោះបីជាខំប្រឹងយ៉ាងណាក៏នៅតែជួបការលំបាកចម្លើយនៃអាថ៌កំបាំងនេះត្រូវបានអ្នកស្រី Rhonda Byrne បកស្រាយយ៉ាងក្បោះក្បាយនៅក្នុងសៀវភៅ The Magic ទី1និយាយអំពីអាថ៌កំបាំងដែលត្រូវបានលាក់ទុកនៅក្នុងចម្ពោះដំបូងអ្នកនិពន្ធបានលើកឡើងយកឃ្លាមួយចេញពីគម្ពីរបុរាណដែលមនុស្សជាច្រើនធ្លាប់បានអានប៉ុន្តែមានមនុស្សតិចតួចណាស់ដែលយល់អំពីអត្ថន័យពិតប្រាកដរបស់វាឃ្លានោះគឺអ្នកណាដែលមានការដឹងគុណនឹងត្រូវបានផ្ដល់ឲ្យបន្ថែមហើយគេនឹងមានយ៉ាងបរិបូរណ៍អ្នកដែលគ្មានការដឹងគុណសូម្បីតែអ្វីដែលគេមានក៏នឹងត្រូវដកហូតយកទៅវិញដែរនេះគឺជាច្បាប់នៃសកលឬច្បាប់ចក្រវាឡពាក្យកន្លឹះដែលបាត់បង់អស់រាប់ពាន់ឆ្នាំគឺពាក្យថាការដឹងគុណទី2យន្តការនៃធម៌ពលនិងចិត្តវិទ្យាសៀវភៅនេះបញ្យល់ថាការដឹងគុណមិនមែនគ្រាន់តែជាសុជីវធម៌នៃការនិយាយថាអរគុណនោះទេប៉ុន្តែវាគឺជាធម៌ពលយោងតាមច្បាប់នៃការស្រូបទាញអ្វីដែលដូចគ្នានឹងតាក់ទាញភាពដូចគ្នាចូលមកនៅពេលដែលអ្នករអ៊ូរទាំអំពីលុយកាក់ឬសុខភាពអ្នកកំពុងបញ្ជូនធម៌ពលខ្វះខាតចេញទៅហើយចក្រវាឡនឹងបញ្ជូនភាពខ្វះខាតត្រឡប់មកវិញកាន់តែច្រើនផ្ទុយទៅវិញនៅពេលដែលអ្នកដឹងគុណអ្នកកំពុងប្រាប់ចក្រវាឡថាខ្ញុំមានគ្រប់គ្រាន់ហើយនោះធម៌ពលនៃភាពបរិបូរណ៍នឹងត្រូវបានស្រូបទាញមកកាន់ជីវិតរបស់អ្នកទី3ការបដិវត្តទម្លាប់28ថ្ងៃដើម្បីឲ្យមន្តអាគមនេះដំណើរការអ្នកនិពន្ធបានរចនានៅកម្មវិធីអនុវត្តរយៈពេល28ថ្ងៃហេតុអ្វី28ថ្ងៃព្រោះវាជារយៈពេលដែលខួរក្បាលត្រូវការដើម្បីផ្លាស់ប្ដូរទម្លាប់គិតពីភាពអវិជ្ជមានមកជាវិជ្ជមានវិញការចាប់ផ្ដើមថ្ងៃទី1ដល់ថ្ងៃទី12គឺជាការសម្អាតចិត្តយើងរៀនដឹងគុណចំពោះអ្វីដែលយើងធ្លាប់ចាត់ទុកថាជារឿងធម្មតាដូចជាខ្យល់ដង្ហើមទឹកស្អាតយើងញ៉ាំជាប្រចាំលុយកាក់ដែលធ្លាប់ចិញ្ចឹមយើងតាំងពីតូចនិងសុខភាពដែលយើងកំពុងតែមានការបង្កើនល្បឿនគឺចាប់ពីថ្ងៃទី13ដល់ថ្ងៃទី22នៅពេលដែលចិត្តយើងចាប់ផ្ដើមរឹងមាំយើងប្រើមន្តអាគមដើម្បីបញ្ជាអនាគតយើងរៀនដឹងគុណចំពោះអំណងប្រាថ្នាដែលមិនទាន់មកដល់ដូចជាយើងទទួលបានរួចជាស្រេចទៅហើយយើងទៅរស់នៅជាមួយនឹងមន្តអាគមគឺចាប់ពីថ្ងៃទី23ដល់ថ្ងៃទី28វាជាការប្រើប្រាស់ការដឹងគុណដើម្បីព្យាបាលទំនាក់ទំនងដែលបែកបាក់និងការចែកម្លែកតាមពលល្អៗទៅកាន់មនុស្សនៅជុំវិញខ្លួនទី4សសរស្តម្ភនៃលំហាត់ប្រចាំថ្ងៃសៀវភៅនេះមានលំហាត់ស្នូល2ដែលអនុវត្ត1ការរាប់ពរជ័យ10យ៉ាងរៀងរាល់ព្រឹកសរសេររឿងល្អ10យ៉ាងដែលអ្នកមានវានឹងធ្វើឲ្យខួរក្បាលរបស់អ្នកបើកភ្នែករកមើលតែអាកាសនិងរឿងល្អៗពេញមួយថ្ងៃទី2ដុំថ្មស័ក្តិសិទ្ធិការកាន់ដុំថ្មតូចមួយមុនពេលចូលគេងហើយនឹកឃើញតែរឿងល្អបំផុតហើយកាត់ឡើងនៅក្នុងថ្ងៃនោះវានឹងជួយឲ្យចិត្តរបស់យើងចិត្តក្រោមសំណឹករបស់យើងធ្វើការជាមួយនឹងធម៌ពលវិជ្ជមានពេញមួយថ្ងៃ
ទី5លទ្ធផលដែលទទួលបានតាមរយៈអំណាចនេះយើងឃើញថាសិភៅនេះការដឹងគុណមិនបានផ្លាស់ប្ដូរពិភពលោកខាងក្រៅមុនគេនោះទេប៉ុន្តែវាផ្លាស់ប្ដូរកែវភ្នែកនិងបេះដូងរបស់អ្នកជាមុនសិននៅពេលដែលចិត្តរបស់អ្នកផ្លាស់ប្ដូរស្ថានភាពខាងក្រៅដូចជាមានប្រាក់ចាប់ផ្ដើមហូរហៀតាមចូលតាមរយៈឱកាសថ្មីជំងឺចាប់ផ្ដើមទូស្រាលដោយកោសិកាទទួលបានថាមពលវិជ្ជមាននិងតំណែងល្អអែមល្ហែមត្រឡប់មកវិញសិភៅ The Magic បញ្ជាក់យ៉ាងច្បាស់ថាមុនអាគមពុតប្រកបមិនមែនជាការកូវីឈើឬក៏កូវីដំបងនោះទេប៉ុន្តែវាជាការផ្លាស់ប្ដូររំញ័រនៃចិត្តប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នកប្រែប្រួលអ្នកមិនចាំបាច់ទៅរកនៅខាងក្រៅទេប៉ុន្តែត្រូវដាស់វាឡើងតាមរយៈពាក្យដ៏មានអំណាចបំផុតគឺការដឹងគុណ